មនុស្សដែលចូលចិត្តមើលថ្ងៃលិចភាគច្រើនជាមនុស្សដែលមានមនោសញ្ចេតនាជ្រាលជ្រៅនិងមានសន្តានចិត្តល្អមានរឿងជាច្រើនលាក់កប់នៅក្នុងចិត្តតែមិនអាចនិយាយបានមានគំនិតវិជ្ជមានច្រើនហើយច្រើនតែចូលចិត្តភាពស្ងប់ស្ងាត់មានអារម្មណ៍ស្ងប់ដូចមានការនេះគឺជាទស្សនវិជ្ជានៅក្នុងសមុទ្រពេលថ្ងៃលិចមានបងប្អូនមកគេច្រើនមើលថ្ងៃលិចមានបងប្អូនពុកម៉ែមេមីងយាយតាគ្រប់ស្រទាប់វណ្ណៈបានមកមើលថ្ងៃលិចយ៉ាងកុះករសមុទ្រវាមានអាឡោកចឹងហើយជីវិតវាមានទុកចឹងហើយយើងទៅខាត់ថ្ងៃកុំឲ្យលិចមិនបានយើងទៅខាត់ស្លឹកឈើទុំកុំឲ្យជ្រុះមិនកើតវានេះគឺជាទស្សនវិជ្ជាថ្ងៃលិច
Ini semut Bạc Klong miềnទស្សនិកជនមកក៏ច្រើនមកដើម្បីទស្សនាថ្ងៃលិចក៏ដូចជាស្រូបយកបរិយាកាសអាកាសធាតុដែលមានខ្យល់សមុទ្របក់មកមានចំហាយទឹកបក់មកចំខ្លួនប្រាណអ្នកដែលអង្គុយនៅចិត្តនឹងក៏មានអារម្មណ៍ថាត្រជាក់ស្រស់ស្រាយហើយថ្ងៃស្មាននេះក៏មិនជាក្តៅអីទេគឺមានកម្ដៅនឹងត្រជាក់មានកម្ដៅត្រជាក់មានកម្ដៅនឹងបានន័យថាក្តៅតិចលក្ខណៈក្តៅស្រួលដែលបានពន្លឺព្រះអាទិត្យចិត្តអស់ស្រង់គត់នេះម៉ោង 7:05 ហើយព្រះអាទិត្យចាប់ផ្ដើមចូលរួនវិញហើយណាចឹងក៏មានអារម្មណ៍ថាត្រជាក់រំភើយនឹកដល់ស្រុកកំណើតប៉ុន្តែមិនដឹងថាទៅតាមណាព្រោះវាអស់លុយច្រើនទៅមក 20,000 30,000 ចឹងក៏មានតែសម្លឹងទៅឯនាយសមុទ្រចូលមានកាសនេះគឺជាទិដ្ឋភាពនៅក្នុងសមុទ្រពេលថ្ងៃលិចមានបងប្អូនមកគេច្រើនមើលថ្ងៃលិចមានបងប្អូនពុកម៉ែមេមីងយាយតាគ្រប់ស្រទាប់វណ្ណៈបានមកមើលថ្ងៃលិចយ៉ាងកុះករមើលបងប្អូនមើលទឹកសមុទ្រដល់ងុយទឹកសមុទ្របាទមើលទៅរលកវាខ្លាចមួយទៅហើយកម្លាំងវាខ្លាំងបូកអានេះបែកក្បាលយ៉ាបានមកដល់ទៀតទេ